រំជួយនយោបាយថៃលទ្ធផលក្រៅផ្លូវការបង្ហាញថាបកភូមិใจថៃរបស់អនុทิនឆានវីរៈគុលឈ្នះប្រមាណ200អាសនៈវាដាច់បកភឿថៃនិងបកប្រជាជនថៃលទ្ធផលក្រៅផ្លូវការបង្ហាញថាបកភូមិใจថៃរបស់នាយករដ្ឋមន្ត្រីចាំផ្ទះលោកអនុทิនឆានវីរៈគុលបានឈ្នះ194អាសនៈវាដាច់បកប្រជាជនថៃនិងបកភឿថៃវាជាការកត់សម្គាល់បកភូមិใจថៃរបស់លោកអនុทิនឆានវីរៈគុលបានជាប់លេខ1ដោយដណ្ដើមកៅអីបានរហូតដល់ទៅប្រមាណ200អាសនៈខណៈដែលបកប្រជាជនថៃដែលជាបកប្រឆាំងដ៏ធំដណ្ដើមកៅអីបាន116អាសនៈជាប់ចំណាត់ថ្នាក់លេខ2រីឯបកភឿថៃរបស់ត្រកូលថាក់ស៊ីនដណ្ដើមកៅអីបាន76អាសនៈជាប់ចំណាត់ថ្នាក់លេខ3យោងតាមប្រភពសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិជាច្រើនដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026ដំណើរការបោះឆ្នោតសកលនៅប្រទេសថៃបានប្រព្រឹត្តទៅយ៉ាងរលូនដោយលទ្ធផលក្រៅផ្លូវការបង្ហាញពីការផ្លាស់ប្ដូរជញ្ជីងអំណាចយ៉ាងខ្លាំងក្លាដែលអាចនឹងធ្វើឲ្យគណៈបកភូមិใจថៃក្លាយជាអ្នកដឹកនាំរដ្ឋាភិបាលថ្មីនៅវេលាម៉ោង9យប់ថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026លោកអនុทินឆានវីរៈគុលប្រធានគណៈបកភូមិใจថៃបានធ្វើដំណើរទៅដល់ទីស្នាក់ការបកទាំងក្តីរំភើបយោងតាមសារព័ត៌មាន The Standard លោកបានអោបថ្នាក់ដឹកនាំបកនិងភរិយាគឺលោកសេរីថាននន្ទនីរ៉ាមីតទាំងទឹកភ្នែកនិងបានលើកដៃសំពះអរគុណដល់ប្រជាជនថៃដែលបានបោះឆ្នោតគាំទ្របកភូមិใจថៃនៅពេលអ្នកសារព័ត៌មានប្រាប់ថាចំនួនអាសនៈអាចហក់ឡើងលើស200អាសនៈលោកអនុทิនបានមានប្រសាសន៍ដោយក្តីរំភើបថាអូខ្ញុំពិតជាចង់សំពះអរគុណដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលបានបោះឆ្នោតឲ្យយើងសូមរំលឹកផងដែរថាបកភូមិใจថៃកាលពីអាណត្តិមុនឆ្នាំ2023បានចំនួនតែ71អាសនៈប៉ុណ្ណោះចំណែកអាណត្តិថ្មីនេះឆ្នាំ2026ក្រៅផ្លូវការរំពឹងទុកលើស200អាសនៈកើនឡើងជាង 180% ចំណែកបកប្រជាជនទទួលស្គាល់បរាជ័យនិងត្រៀមធ្វើជាបកប្រឆាំងយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានថៃ PBS នៅវេលាម៉ោង 9:45 នាទីយប់លោកណាតភងរឿនផាន់យវុឌ្ឍគណៈបកប្រជាជនថៃបានចេញមុខថ្លែងការណ៍ទទួលស្គាល់ថាបកលោកមិនមែនជាលេខ1ក្នុងអាណត្តិនេះទេលោកបានបញ្ជាក់ជំហរថាយើងទៅគោរពគោលការណ៍សភាគឺទុកឲ្យគណៈបកដែលឈ្នះលេខ1ជាអ្នកបង្កើតរដ្ឋាភិបាលយើងត្រៀមខ្លួនធ្វើជាបកប្រឆាំងបកនេះកាលពីអាណត្តិមុនឆ្នាំ2023កាលនោះឈ្មោះថាបកកៅក្លៃបានទទួលចំនួន151អាសនៈជាលេខ1ចំពោះអាណត្តិថ្មីឆ្នាំ2026ថយចុះមកនៅលំដាប់លេខ2គិតត្រឹមម៉ោង10យប់បានចំនួន97អាសនៈបកភឿថៃធ្លាក់មកលេខ3នៅទីស្នាក់ការបកភឿថៃលោកចាលផុនអាម៉ូវីវ៉ាត់ប្រធានបកនិងបេក្ខភាពនាយករដ្ឋមន្ត្រីរួមជាមួយលោកសូរិយាជុងក្រុងរងគិតបានថ្លែងថាបករបស់លោកហាក់ធ្លាក់មកលំដាប់ទី3ដែលរំពឹងថានឹងទទួលបានចន្លោះពី80ទៅ100អាសនៈប៉ុណ្ណោះលោកជូឡាផុនបានមានប្រសាសន៍ថាទោះបីវាស្ថិតនៅក្នុងទីណាក៏ដោយបកភឿថៃនឹងធ្វើការដើម្បីប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាពនិងទទួលយកការសម្រេចចិត្តរបស់បងប្អូនសូមបញ្ជាក់ថាបកភឿថៃកាលពីអាណត្តិមុនឆ្នាំ2023បានចំនួន141អាសនៈមកដល់អាណត្តិថ្មី2026រំពឹងថានឹងបានទទួល80ទៅ100អាសនៈថយចុះប្រមាណ 30% បកក្លាធម្មទទួលបានជោគជ័យលើសការរំពឹងទុកលោកវរៈសេនីឯកធម្មណាត់ព្រំផៅប្រធានបកក្លាធម្មបានបង្ហាញក្តីត្រេកអរដែលបកលោកអាចទទួលបានអាសនៈមណ្ឌលរហូតដល់ជិត60អាសនៈដែលកើនលើសគោលដៅ50អាសនៈលោកបានបញ្ជាក់ពីតម្លាភាពនៃការបោះឆ្នោតនៅខេត្តព្រះយៅនិងមានប្រសាសន៍បន្តថារឿងការចូលរួមរដ្ឋាភិបាលគឺលឿនពេកក្នុងការនិយាយឥឡូវនេះវាអាចខុសក្រមសីលធម៌នយោបាយទាក់ទងនឹងការចោទប្រកាន់ជាប់ពាក់ព័ន្ធលុយខ្មៅលោកបានបង្ហើបថារឿងខ្លះនិយាយពេលនេះមិនទាន់សមស្របទេប៉ុន្តែបន្តិចទៀតខ្ញុំនឹងនិយាយឲ្យខ្លាំងជាងនេះបកប្រជាធិបតេយ្យចាប់ផ្ដើមងើបឡើងវិញលោកអភិសិទ្ធវិជ្ជាជីវៈប្រធានគណៈបកប្រជាធិបតេយ្យបានថ្លែងអំណរគុណដែលសម្លេងឆ្នោតរបស់គណៈបកលោកកើនឡើងច្រើនដងធៀបនឹងឆ្នាំ2023លោករំពឹងថានឹងទទួលបានអាសនៈប្រហែល20កៅអីលោកបានថ្លែងថាយើងត្រៀមខ្លួនតាំងពីដំបូងថាការឈ្នះនៅបាងកកមិនមែនជារឿងងាយស្រួលទេយើងត្រៀមខ្លួនធ្វើជាបកប្រឆាំងដែលរក្សាគោលការណ៍ខ្ញុំតារាពី All News TV